ខ្ញុំមិនចង់រៀបការជាមួយបងទេថាម៉េចអូនមិនចង់រៀបការជាមួយបងព្រោះតែម្នាក់ឈ្មោះវិជានោះមែនទេបានជាអូនបដូរចិត្តមិនចង់រៀបការជាមួយបងវិញសូមលោកស្រីអាណិតពួកយើងទាំងពីរផងទេឯងបិទមាត់ទៅឯងគ្មានសិទ្ធិនិយាយអ្វីទាំងអស់គ្មានផ្លូវទេខ្ញុំមិនរៀបការជាមួយបងទេអូនជាអ្នកបង្ខំបងទេណាកុំបន្ទោសបងឲ្យសោះពួកឯងវាយវាទៅវាយរហូតដល់ស្លាប់អូនមេតាកុំទៅអីសូមជូនរឿងស្នេហាត្រឡប់ពេលវេលានៅពេលដែលពិភពលោកដំណើរការលឿនជាងមុនរាល់ថ្ងៃនៅមានមនុស្សខ្លះដែលជ្រើសរើសដានត្រឡប់ក្រោយមិនមែនក្នុងពេលវេលាប៉ុន្តែក្នុងជីវិតដូនចាស់ម្នាក់បានត្រឡប់មករស់នៅផ្ទះឈើចាស់មួយខ្នងនៅជនបទស្ងប់ស្ងាត់ផ្ទះដែលឈរតស៊ូជាមួយនឹងខ្យល់ភ្លៀងនិងការរងចាំអស់រយៈពេលជាង60ឆ្នាំគ្មានអ្នកណាដឹងថាហេតុអ្វីដូនចាស់ជ្រើសរើសត្រឡប់មកទីនេះក្រោយពីរស់នៅទីក្រុងយូរឆ្នាំគ្មានអ្នកណាដឹងទេថាក្នុងបេះដូងដូនចាស់មានអតីតកាលមួយដែលមិនធ្លាប់ចាក់ចេញរសៀលនេះដូនចាស់ដែលមានរូបរាងបែបស៊ីវិល័យនិងស្រស់ស្អាតបែបមនុស្សចាស់កំពុងតែអង្គុយសម្លឹងមើលទៅថ្ងៃលិចលោកជីមកឈរនៅទីនេះទេអីខ្ញុំខំតែដើររកក្នុងបន្ទប់ចៅយាយមកមើលទេសភាពថ្ងៃលិចនោះអីចៅមើលណស្រស់ស្អាតខ្លាំងណាស់ចាពិតជាស្អាតមែនលោកជីចៅមិនដែលឃើញលោកជីសប្បាយចិត្តនឹងញញឹមញញែមដូចជាពេលនេះទេដូនចាស់ញញឹមមើលមុខចៅដឹងអត់ថាទីកន្លែងនេះវាមានអនុស្សាវរីយ៍ល្អនិងអាក្រក់ច្រើនណាស់សម្រាប់ជីពិតមែនណាលោកជីចៅចង់ដឹងណាលោកជីអាចនិយាយប្រាប់ចៅផងបានទេបានចៅបើចៅចង់ដឹងចាំយាយនិយាយប្រាប់ចៅដឹងទីយាយបានធ្វើខុសធ្ងន់ណាស់លើមនុស្សម្នាក់កាលពី60ឆ្នាំមុនបើសិនជាមានអភិនិហាមែនយាយចង់សុំពេលវេលាត្រឡប់ក្រោយយាយនឹងទៅកែប្រែកំហុសគ្រប់យ៉ាងត្រឡប់ពេលវេលាលោកយាយនិយាយដូចជាក្នុងរឿងមនោសញ្ចេតនាអញ្ចឹងតែយាយចង់ត្រឡប់ទៅពេលណាយាយចង់ត្រឡប់ទៅពេលដែលយាយនៅក្មេងពេលដែលបេះដូងមិនទាន់ដឹងពាក្យថាស្ដាយក្រោយមានន័យដូចម្ដេចពេលយាយនៅវ័យកំមុំមែនទេពេលនោះយាយប្រកាសជាស្អាតណាស់ស្អាតឬអត់មិនសំខាន់ទេតែពេលនោះយាយមានមនុស្សម្នាក់ដែលធ្វើឲ្យពិភពលោកទាំងមូលមានតែពណ៌ភ្លឺថ្លាមនុស្សម្នាក់គាត់ជាអ្នកណាគាត់ឈ្មោះវិជាដូនចាស់ស្ងៀមស្ងាត់មើលថ្ងៃលិចដែលកំពុងលង់ក្រោមមេឃវិជាគឺជាស្នេហាដំបូងរបស់លោកយាយមែនទេមិនមែនត្រឹមតែជាស្នេហាដំបូងទេតែជាស្នេហាដែលយាយមិនដែលភ្លេចបានទោះពេលវេលាឆ្លងកាត់ជាង60ឆ្នាំក៏ដោយហេតុអីយាយមិននៅជាមួយនឹងគាត់វិញតើមានរឿងអ្វីកើតឡើងពេលវេលានោះយាយជ្រើសរើសអនាគតនឹងធ្វើតាមម្ដាយហើយបោះបង់បេះដូងយាយគិតថាពេលក្រោយនឹងភ្លេចបានប៉ុន្តែយាយគិតខុសដូច្នេះហើយតើបយាយត្រឡប់មកផ្ទះចាស់នេះមែនទេចាផ្ទះនេះជាកន្លែងដែលយាយនឹងគាត់ធ្លាប់សន្យាគ្នាថាមិនថាពេលវេលាឆ្ងាយប៉ុណ្ណាស្នេហានឹងរងចាំលោកយាយបើថ្ងៃនេះមានឱកាសពិតយាយនៅថាចង់ត្រឡប់ទៅរកគាត់ដែរទេស្ត្រីវ័យចំណាស់ញញឹមទាំងទឹកភ្នែកប្រាកដណាស់ចៅខ្យល់ល្ងាចបក់ស្រាលស្រាលពន្លឺថ្ងៃលិចប៉ះលើមុខដូនចាស់ដូចជាអតីតកាលដែលកំពុងតែចាប់ផ្ដើមមានជីវិតឡើងវិញយប់នោះ
នៅក្នុងផ្ទះឈើចាស់ស្ងប់ស្ងាត់មានតែសំឡេងខ្យល់បក់និងសំឡេងសត្វល្អិតមេតាគេងលើគ្រែឈើចាស់មួយដែលធ្លាប់ជាគ្រែវ័យក្រមុំរបស់នាងមេតាបិទភ្នែកយឺតដង្ហើមនាងធ្ងន់បេះដូងបុកស្រាលដូចជាកំពុងហៅអតីតកាលឲ្យត្រឡប់វិញសំឡេងមួយស្រាលឮដោយសំឡេងយុវជនមេតាវ័យក្មេងភ្ញាក់ក្នុងសុបិនភ្នែកនាងបើកឡើងប៉ុន្តែមុខនាងមិននៅក្នុងបន្ទប់ងងឹតទៀតទេក្នុងឆ្នាំ1966មេតាឈរនៅក្បែរដើមឈើធំមួយសម្លៀកបំពាក់បែបកូនអ្នកមាននៅសម័យនោះនាងភ្ញាក់ផ្អើលមើលដៃរបស់ខ្លួនឯងនេះខ្ញុំហេតុអីខ្ញុំមកជាក្មេងវិញមេតាអូនមកឈរចាំបងយូរហើយមែនទេវិជីអូនសុបិនមែនទេសុបិនអីទៅអូននិយាយចម្លែកទៀតហើយឬមួយក៏អូនមិនស្រួលខ្លួនវិជីខិតមុខចិត្តមើលមុខនាងដោយក្តីបារម្ភបងវិជីបងចាំថ្ងៃនេះបានទេថ្ងៃដែលអូនឈររងចាំបងនៅក្រោមដើមឈើនេះចាំបានអីទៅអូននិយាយដូចជារឿងដែលយូរណាស់ហើយអញ្ចឹងមេតាស្ងៀមភ្នែកនាងក្រហមទឹកភ្នែកជ្រាបតិចតេញសម្រាប់អូនវាយូរខ្លាំងណាស់មេតាអូនធ្វើឲ្យបងភ័យហើយណាបងមកយឺតតែ5នាទីតែប៉ុណ្ណោះតាមេតាគិតក្នុងចិននេះខ្ញុំត្រឡប់ពេលវេលាបានមែនទេមេតាសម្លឹងមើលមុខវិជាញញឹមដែលនាងមិនបានឃើញជាងកន្លះសតវត្សមកហើយសំឡេងស្ត្រីវ័យកណ្ដាលស្រែកហៅមេតាអ្នកនាងលោកស្រីត្រឡប់មកវិញហើយលោកវិជាត្រឡប់ទៅវិញសិនទៅបើលោកស្រីឃើញមិនល្អទេបានបងចន្ទថាមេតាបងទៅវិញសិនហើយណាស្អែកចាំបងមកម្ដងទៀតចាបងវិជាឡើងជិះកង់ទៅផ្លូវម្ខាងទៀតនៃផ្ទះចំណែកឯម្ដាយរបស់មេតាក៏ដើរមកដល់តាមផ្លូវមួយទៀតមេតាកូនមកឈរធ្វើអីនឹងខ្ញុំមកស្រោបយកក្លិនផ្កាចំបៃដល់ក្រអូបណាអ្នកម៉ែម៉ាឡៃសម្លឹងមើលមុខកូនស្រីដូចជាមានអ្វីមិនធម្មតាស្រោបក្លិនផ្កាហេតុអីភ្នែកកូនក្រហមអញ្ចឹងអត់អីទេអ្នកម៉ែខ្ញុំគ្រាន់តែគិតច្រើនបន្តិចម៉ាឡៃមើលទៅទិសដែលវិជាជិះកង់ចេញទៅហើយចាប់ផ្ដើមប្រែទឹកមុខម្ដងទៀតហើយឬវិជាមករកអីឆាប់ប្រាប់ម៉ែតាមត្រង់មកម៉ែគាត់គ្រាន់តែមកសួរសុខទុក្ខខ្ញុំប៉ុណ្ណោះកូនជាកូនស្រីជាកូនអ្នកមានកិត្តិយសមិនគួរមកឈរនិយាយជាមួយនឹងបុរសនៅនឹងមុខផ្ទះពេលល្ងាចចិត្តយប់អញ្ចឹងទេមេតាស្ងៀមស្ងាត់មិននិយាយប៉ុន្តែបញ្ចេញស្នាមញញឹមទាំងទឹកមុខក្រៀមក្រំចាខ្ញុំយល់ហើយម៉ែម៉ាឡៃដកដង្ហើមធំមួយឡើងផ្ទះទៅកូនចិត្តយប់ហើយចាម៉ែម៉ាឡៃដើរនាំមុខមេតាដើរតាមក្រោយយឺតមេតានិយាយក្នុងចិត្តម្នាក់ឯងអ្នកម៉ែឲ្យកូនសុំទៅលើកនេះក៏មិនអាចធ្វើតាមអ្នកម៉ែបានទៀតទេកូនសុំធ្វើតាមបេះដូងរបស់កូនហើយពួកគេឡើងចណ្ដាយឈើសំលេងជំហានលាន់ស្រាលទ្វារផ្ទះបន្សល់ទុកតែយប់ស្ងាត់និងបេះដូងមេតាដែលចាប់ផ្ដើមប្រឆាំងនឹងវាសនានៅយប់នោះមេតាក៏គេងលើគ្រែរបស់នាងហើយគិតក្នុងចិត្តម្នាក់ឯងខ្ញុំមិនហ៊ានគេងលក់ទេខ្លាចភ្ញាក់ឡើងខ្ញុំត្រឡប់ទៅឆ្នាំ2026វិញបើដូច្នេះខ្ញុំប្រកាសជាសោកស្ដាយខ្លាំងណាស់ព្រោះខ្ញុំមិនទាន់បានកែប្រែកំហុសរបស់ខ្ញុំទេនិយាយចំភ្នែករបស់នាងចាប់ផ្ដើមទន់នាងក៏បានលងលក់ទៅ
នៅថ្ងៃបន្ទាប់នៃឆ្នាំ1966ពន្លឺព្រះអាទិត្យព្រឹករះស្រាលស្រាលអាប់ព្រឹកគ្របលើវាលស្រែសំឡេងមន់រងាវនិងសំឡេងខ្យល់បក់តាមដើមស្រូវកំឡោះវិជាជិះកង់សម្ដៅទៅផ្ទះរបស់មេតាភ្នែកសម្លឹងទៅលើផ្ទះឈើដូចជារងចាំអ្វីមួយ សង្ឃឹមថានាងនឹងចាញ់មក សំឡេងជំហានលើចណ្ដាលឈើមេតាដើរចេញមកសម្លៀកបំពាក់សាមញ្ញបែបក្មេងស្រីជនបទនាងភ្ញាក់ផ្អើលពេលឃើញវិជាបងវិជាបងមកតាំងពីពេលណា បងមកមុនព្រះអាទិត្យរះបន្តិចខ្លាចអូនចាញ់មក ម៉ែឃើញវិញបងមិនខ្លាចម៉ែអូនទេ អូនកុំបារម្ភអីបងមិនឡើងផ្ទះទេបងចង់នាំអូនទៅដើរលេងបន្តិចនៅវាលស្រែ មេតាស្ទាក់ស្ទើរប៉ុន្តែបេះដូងនាងញញឹមបានអូននឹងទៅជាមួយបងតែបងត្រូវប្រញាប់ជូនអូនមកវិញណា បងសន្យា វិជាដឹកកង់មេតាតាមពួកគេឆ្លងកាត់ផ្លូវដីក្រហមចេញពីភូមិវាលស្រូវបៃតងស្រងាត់ខ្យល់បក់ធ្វើឲ្យស្រូវរលកដូចសមុទ្រផ្ទៃមេឃពណ៌ខៀវស្រាលទីនេះស្អាតណាស់ បងចង់ឲ្យអូនឃើញពិភពលោកដែលបងស្រឡាញ់ វិជាចតកង់ក្រោមដើមឈើតូចមួយ អូនអង្គុយចាំបងបន្តិចណា គាត់ដើរចូលទៅក្នុងវាលស្មៅបេះផ្កាព្រៃតូចពណ៌សលាយលឿងមេតាមើលពីឆ្ងាយនិយាយក្នុងចិត្តម្នាក់ឯងនេះហើយពេលវេលាដែលខ្ញុំធ្លាប់បាត់បង់វិជាត្រឡប់មកវិញជាមួយផ្កាមួយបាច់ធំជូនទៅមេតា អូនបងគ្មានអីជូនអូនទេមានតែផ្កាព្រៃមួយបាច់នេះព្រមទាំងបេះដូងស្មោះត្រង់របស់បងជូនអូនតែម្នាក់ សម្រាប់អូនវាថ្លៃជាងអ្វីទាំងអស់នាងទទួលផ្កាខ្យល់បក់ស្រាលស្រាលពេលវេលាដូចជាឈប់ដង្ហើមមួយភ្លែតមេតាគិតក្នុងចិន អូនគិតអីហ្នឹងមុខអូនដូចជាស្ងប់ចម្លែកណាស់ អត់អីទេបងអូនគ្រាន់តែសប្បាយចិត្តពេករងនិយាយអ្វីមិនត្រូវណាបងនាងកាន់ផ្កានោះចិត្តទ្រូងដូចជាខ្លាចបាត់បង់ បើអូនសប្បាយចិត្តបងក៏សប្បាយចិត្តដែរ ខ្យល់បក់កាន់តែខ្លាំងស្រូវរំកិលដើមដូចរលងរំពេចនោះខ្យល់បាក់ខ្លាំងមួយលើកទៀតសំឡេងស្លឹកត្នោតប៉ះគ្នាធ្វើឲ្យមេតាភ្ញាក់បន្តិចបងវិជាដល់ម៉ោងអូនត្រូវត្រឡប់ទៅផ្ទះវិញហើយ តោះបើអញ្ចឹងយើងឆាប់ទៅវិញទៅអូន បើម៉ែអូនសង្ស័យវាមិនល្អទេវិជាញញឹមទន់ទន់ទោះបេះដូងមានការសោកស្ដាយ បាទអូនមកឡើងកង់មកចាំបងជូនអូនត្រឡប់ទៅវិញ ក្នុងពេលដដែលនៅផ្ទះមេតាម្ដាយមេតាឈរលើកាំចិន្តាឈើភ្នែកសម្លឹងទៅផ្លូវដីក្រហមដោយទឹកមុខឆ្ងល់ព្រឹកព្រលឹមអញ្ចឹងមេតាទៅណាក្នុងបន្ទប់ក៏មិនឃើញម៉ាឡៃស្រែកហៅមើលទៅក្នុងផ្ទះចន្ទថាចន្ទថាចាលោកស្រីឃើញមេតាទេចន្ទថាស្ទាក់ស្ទើរមិនហ៊ាននិយាយមុននេះបន្តិចអ្នកនាងចេញពីផ្ទះខ្ញុំគិតថាទៅម្ដាយមេតាដកដង្ហើមធំពេលនេះមិនមែនជាពេលដើរលេងទេនាងមើលទៅទិសវាលស្រែភ្នែកពេញដោយការសង្ស័យឬអាម្នាក់នោះវិជានៅលើផ្លូវត្រឡប់ទៅផ្ទះវិញបងអូនមានអារម្មណ៍ថាម៉ែអូនកំពុងតែសង្ស័យ បងសុំទោសបងមិនចង់ឲ្យអូនលំបាកនោះទេ តែអូនមិនស្ដាយទេពន្លឺព្រះអាទិត្យឡើងខ្ពស់បន្តិចសេចក្តីសុខខ្លីៗកំពុងដើរចូលទៅក្នុងស្រមោលឧបសគ្គរំពេចនោះមេតានាងបានដើរចូលមកដល់កូនទៅនឹងមកពីណាមេតាហេតុអីកូនទៅណាមិនប្រាប់អ្នកម៉ែមួយម៉ាន់គឺកូនទៅលេងវាលស្រែណាអ្នកម៉ែទៅលេងវាលស្រែហើយកូនទៅជាមួយអ្នកណាហេតុអីក៏មិនហៅនាងចន្ទថាទៅជាមួយផងឬក៏កូនទៅជាមួយអាក្មេងវិជានោះចាអ្នកម៉ែពេលនេះកូនលែងលាក់បាំងអ្នកម៉ែទៀតហើយកូនពិតជាទៅជាមួយបងវិជាមែនហើយកូននិងបងវិជាគឺស្រឡាញ់គ្នាខ្លាំងណាស់
សូមអ្នកម៉ែជួយបំពេញបំណងកូនទាំងពីរផង មេតានេះកូននិយាយពីអីហ្នឹងមានដឹងខ្លួនទេកូនកំពុងធ្វើឲ្យអ្នកម៉ែខឹងហើយណា ឲ្យកូនសុំទោសផងអ្នកម៉ែបើគ្មានបងវិជាទេចិត្តនេះកូនក៏មិនអាចរស់បានដែរពេលបានឮសម្ដីកូនបែបនេះហើយម៉ាឡៃខឹងមេត្តាខ្លាំងណាស់តែក៏មិនអាចធ្វើអ្វីកូនបាន ចន្ទថាឆាប់នាំអ្នកនាងឯងទៅងូតទឹកហើយធ្វើខ្លួនឲ្យស្អាតព្រោះបន្តិចទៀតនេះក្មួយកក្កដាកូនរបស់មេឃុំនឹងមកលេងផ្ទះយើងហើយឯងចាំទៅរកទឹកត្រជាក់ៗនិងនំចំណីមកផង ចាលោកស្រី